Boss បាកំពុងតែបង្រៀនលោកគ្រូហុងពីរបៀបប្រើប្រាស់ថាមពលលំហអមតៈឯងសាកល្បងប្រើប្រាស់ថាមពលក្នុងលំហអមតៈនេះដើម្បីវាយប្រហារបិសាចខ្យល់ដំរីកម្រិតទី9នេះសាកមើលខ្ញុំមានឱកាសវាយប្រហារតែម្ដងតែប៉ុណ្ណោះត្រូវតែវាយប្រហារឲ្យចំគោលដៅល្អិតម្នាក់នេះមានសមត្ថភាពគ្រាន់បើនាងភក្ត្រាបានធ្វើដំណើរទៅសំណាក់លោកគ្រូហុងដើម្បីជួបជាមួយនឹងអ្នកគ្រូអូនពេលនោះនាងទាំងពីរនាក់ក៏បានជួបគ្នាអ្នកគ្រូអូនខ្ញុំចង់អញ្ជើញអ្នកគ្រូទៅកាន់ភូមិគ្រឹះរបស់ខ្ញុំដើម្បីពិភាក្សាតើនាងមានរឿងអ្វីដែរដែលត្រូវពិភាក្សានៅទីនោះរឿងនេះគឺតាក់ទងទៅនឹងសុខទុក្ខរបស់ប្រជាជននៅក្នុងភូមិនេះខ្ញុំចង់ឲ្យអ្នកគ្រូជួយស្រីអូនក៏គិតក្នុងចិត្តថាប្រហែលជានាងមិនបានដឹងទេថាលោកគ្រូមកវិញបន្ទាប់មកស្រីអូនក៏បាននិយាយថាយល់ព្រមទៅជួបគ្នានៅឯភូមិគ្រឹះរបស់នាងភក្ត្រាខ្ញុំសូមអរគុណដល់អ្នកគ្រូអូនដែលបានអញ្ជើញមកខាងនេះគឺជាអ្នកនាងរចនាសួស្តីអ្នកគ្រូអូនរីករាយដែលបានជួបគ្នានិងរីករាយដែលបានសហការជាមួយតើរឿងដែលអ្នកទាំងអស់គ្នាចង់ពិភាក្សានោះគឺជារឿងអ្វីដែរដោយដែលអ្នកគ្រូបានដឹងហើយថាក្រមុំបានបាត់ខ្លួនរឿងនេះគឺតាក់ទងទៅនឹងប្រមាត់ប្រម៉ង់ខ្ញុំបានជួបគេហើយប៉ុន្តែគេស្ថិតនៅកម្រិតទី8ថ្នាក់កំពូលខ្ញុំក៏កំពុងតែស៊ើបរឿងនេះដែរហើយចុះតើនាងមានផែនការអ្វីដែរខ្ញុំចង់ឲ្យនាងបញ្ឆោតគេរួចហើយយើងទាំងពីរនាក់រួមគ្នាកម្ចាត់គេចោលតែម្ដងស្រីអូនក៏គិតក្នុងចិត្តថាលោកគ្រូកំពុងតែវឹកហាត់មិនគួររំខានគាត់នោះទេបន្ទាប់មកនាងក៏យល់ព្រមតែម្ដងស្រីអូនក៏បានអង្គុយនៅមាត់បឹងដើម្បីបញ្ឆោតឲ្យប្រមាត់ប្រម៉ង់នោះបង្ហាញខ្លួនពេលនោះពួកព្រាយបិសាចក៏បានបង្ហាញខ្លួនមុនបន្ទាប់មកស្រីអូនក៏បានប្រើប្រាស់ភ្លើងព្រាយកន្ទោងខៀវរបស់នាងដុតកំទេចពួកព្រាយបិសាចកំពេងកំប៉ុកនោះពីនេះអស់ទៅបានជាមកទៅហើយឯងនៅលាក់ខ្លួនដល់ណាទៀតឆាប់បង្ហាញខ្លួនមកប្រមាត់ប្រម៉ង់បង្ហាញខ្លួនហើយក៏បានសើចហើយគេក៏បាននិយាយថាយើងស្មានតែអ្នកណាតាមពិតគ្រាន់តែជាព្រាយកន្ទោងខៀវមួយក្បាលតែប៉ុណ្ណោះថ្ងៃនេះយើងមកដើម្បីបង្ក្រាបឯងមិនឲ្យឯងធ្វើបាបមនុស្សទៀតទេពេលនោះស្រីអូនក៏បានប្រើប្រាស់ដំណក់ទឹកវិតមន្តពណ៌ផ្កាឈូករបស់នាងបំផ្ទុះធម្មពលកើនឡើងភ្លាមឈានដល់កម្រិតទី8ថ្នាក់កំពូលស្មើទៅនឹងប្រមាត់ប្រម៉ង់ដែរឯងនេះបែរជាជ្រើសរើសយកការសម្លាប់ដើម្បីវឹកហាត់ទៅវិញមិននឹកស្មានថាព្រាយកន្ទោងខៀវរូបនេះបែរជាអាចបំផ្ទុះធម្មពលស្មើនឹងយើងភ្លាមប្រមាត់ប្រម៉ង់រូបនេះមិនធម្មតាដោយខ្ញុំគិតនោះទេខ្ញុំត្រូវតែវាយប្រហារឲ្យបានលឿននាងនេះឆាប់បង្ហាញខ្លួនមកយើងរួមគ្នាកម្ចាត់គេចោលយើងជួបគ្នាម្ដងទៀតហើយមេធ្មប់ចង្រៃថ្ងៃនេះពួកយើងនឹងសម្លាប់ឯងសំអាងលើពួកនាងទាំងពីរនាក់បែរជាចង់មកកម្ចាត់យើងចោលផងលោកគ្រូនាងនាគម្នាក់នេះទុកឲ្យខ្ញុំលោកគ្រូចាត់ការព្រាយកន្ទោងខៀវនោះចោះពេលនេះលំបាកហើយគេបែរជាមានកូនសិស្សម្នាក់ទៀត